បាទសួស្តីនេះជាវីដេអូទី6ដែលយើងនឹងសិក្សាតាក់ទងជាមួយនឹង element បន្តណា element ដែលយើងនឹងសិក្សាបន្តគឺយើងតាក់ទងជាមួយនឹង grid វីដេអូ audio form mockup ហើយនឹង chart និង sheet ក៏ដូចជា sheet និង table អញ្ចឹងតាក់ទងជាមួយនឹងelement ទាំងអស់នេះវាគ្រាន់តែជាការបញ្ចូលងាយទេយើងអត់តន់លម្អិតទៅលើការបង្កើតវីដេអូ audio ក្នុងការកាត់តសំឡេងឬក៏កាត់តវីដេអូនៅក្នុង Canva ទេប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញត្រួសនៅក្នុង element របស់យើងនៅពេលដែលយើងចង់បង្កើតនៅ grid ឬក៏ layout របស់រូបភាពគឺយើងគ្រាន់តែចូលទៅកាន់ element ហើយយើងអាច click នៅលើ grid ហើយវាចេញទម្រង់ជា layout ច្រើនសម្រាប់យើងក្នុងការបង្កើតណាជា layout របស់រូបភាពបាទទម្រង់របស់រូបភាពប្រភេទណាដែលយើងចង់បង្ហាញឧទាហរណ៍ថាខ្ញុំចង់បាន style បែបនេះខ្ញុំ click នៅលើវាមកអញ្ចឹងវាមាន3ជ្រុងឲ្យយើងសម្រាប់យើងធ្វើយើងគ្រាន់តែដាក់រូបភាពបញ្ចូលមកជាការស្រេចឧទាហរណ៍ថាជ្រុងមួយនេះខ្ញុំទាញរូបភាពនេះដាក់បញ្ចូលខាងក្រោមខ្ញុំទាញរូបភាពនេះទៅហើយខាងលើខ្ញុំទាញរូបភាពនេះឬក៏យើងដាក់រូបភាពណាតាមចំណង់ចំណូលចិត្តរបស់យើងហ្នឹងតាក់ទងជាមួយនឹងការប្រើប្រាស់ grid ដោយឡែកនៅលើ element ដដែលតាក់ទងជាមួយនឹងការដាក់វីដេអូយើងគ្រាន់តែចូលទៅកាន់វីដេអូយើងការធ្វើការ search មកយើងចង់បានវីដេអូតាក់ទងពីអីឧទាហរណ៍ថាយើងចង់បានវីដេអូតាក់ទងជាមួយនឹង Angkor Wat Temple បាទ Angkor Wat យើងឃើញវីដេអូច្រើនហើយយើងធ្វើការ click ទៅលើវាមកហើយយើងគ្រាន់តែដាក់នេះខ្ញុំបង្ហាញនេះគ្រាន់តែតាក់ទងជាមួយនឹង element ដាក់លើ poster ហើយយើងអត់មានធ្វើការកាត់វីដេអូឬក៏កាត់សំឡេងទេបញ្ជាក់ម្ដងហើយម្ដងទៀតព្រោះថានេះនៅលើ poster យើងអត់ឃើញមិនក៏អត់មានឃើញកន្លែង time frame ឬក៏កន្លែងធ្វើការកាត់តវីដេអូកាត់តសំឡេងអញ្ចឹងអត់ទេដោយសារតែនេះយើងគ្រាន់តែដាក់នៅលើផ្ទាំង poster អញ្ចឹងអាការចេញពពួក workspace កន្លែងដែលយើងត្រូវកាត់តសំឡេងកាត់តវីដេអូហ្នឹងគឺវាបង្ហាញទៅតាមទម្រង់ផ្ទាំងការងាររបស់យើងដែរបើសិនបើយើងយកនាមប័ណ្ណខិត្តប័ណ្ណក៏ដូចជា poster ឬក៏ប្រភេទផ្ទាំង banner អីផ្សេងហ្នឹងវាដូចជាលក្ខណៈរូបភាពអីអញ្ចឹងយើងអត់អាចឃើញកន្លែងដើម្បីធ្វើការកាត់តបានទេខ្ញុំបានបញ្ជាក់ម្ដងទៀតយើងគ្រាន់តែធ្វើការ import វាចូលស្វែងរកវីដេអូហើយទាញវាដាក់ចូលតែគេធ្វើបែបមិនតែប៉ុណ្្នឹងឯងអូយ៉ូដូចគ្នាដែរណាអូយ៉ូយើងគ្រាន់តែជ្រើសសំឡេងមកណាហើយយើងអាចរើសសំឡេងមួយណាដែលយើងចង់បានយើងទាញវាចូលមកណាអូខេយើងទាញវាចូលវាអាច play បានណានៅក្នុងហ្នឹងខ្ញុំអត់ទាន់បានដាក់ចូលទេមែនអូខេខ្ញុំត្រប់ជាមួយនឹងអូខេមួយនេះអញ្ចឹងបានវាចេញនៅក្នុងនេះហើយយើងអាច play វាបាន play តតែយើងចុច preview យើងអត់ឃើញប៊ូតុង play នៅកន្លែងនេះទេដោយសារតែវាជា poster យើងត្រឡប់ទៅវិញបើយើងបន្តទៀតតកតងជាមួយនឹង form គ្រាន់តែជាការបញ្ចូលទម្រង់បាទណាយើងអត់ទាន់មានការ link ទៅកាន់ណា database ឬក៏ link ទៅកាន់ table ណាមួយទេគ្រាន់តែចង់បាន form ហ្នឹងយើងក៏ទាញយកមកដាក់មកបែបហ្នឹងហើយយើងអាចជ្រើសទម្រង់ form ដែលយើងចង់បានយើងមានតែប្រភេទជា mock up ហ្នឹងយើងធ្វើផ្ទាំងគំរូមួយឧទាហរណ៍ថាខ្ញុំចង់បានថង់ប្រភេទនេះបាទហើយដាក់ logo របស់ខ្ញុំគ្រាន់តែទាញថង់ហ្នឹងមកហើយខ្ញុំចូលទៅយក logo ហ្នឹងមកទាញដាក់ចូលនៅក្នុងថង់ហ្នឹងបាទវាចូលនៅក្នុងហ្នឹងខ្ញុំអាច double click នៅលើវាណាខ្ញុំកន្លែងហ្នឹងខ្ញុំយកទី double click លើវាទៅយើង zoom វាទូតិចមកនេះដាក់ alignment center ឬក៏ middle មានន័យថាទាំងលើទាំងក្រោមត្រង់ឆ្វេងដែលវានៅចំកណ្ដាលនៃ mock up របស់យើងហ្នឹងអញ្ចឹងយើងនេះទៅវារៀងសារហ្នឹងតាក់ទងជាមួយនឹង mock up តាក់ទងជាមួយនឹង chart ដូចគ្នាយើងអាចបង្កើតថ្មីមួយយើងចង់ធ្វើ chart យើងគ្រាន់តែឬប្រភេទ chart ដែលយើងចង់បានតែខ្ញុំឆ្លាញ់ chart មួយនេះណាខ្ញុំចង់បានបង្កើត chart ហ្នឹងខ្ញុំ click លើវាធ្វើការផ្លាស់ប្ដូរពណ៌របស់មួយ slide របស់យើងហ្នឹងយើងចង់បានពណ៌អីយើងអាចគេរើសវាបានណាអញ្ចឹងយើងចង់បានតាមប្រភេទណាយើងរើសមកហើយតាក់ទងមួយ item របស់វានេះយើងអាច double click នៅលើវាយើងបញ្ចេញផ្ទាំងនេះមកហើយយើងចង់ឲ្យបានធំចុច resize យើងអាចវាយ item ចូលនៅក្នុងនេះទី1ទី2អាស្រ័យទៅលើទិន្នន័យរបស់យើងចង់ដាក់ទិន្នន័យអីណាទិន្នន័យ A ទិន្នន័យ B ទិន្នន័យ C ហើយអានេះមានប្រមាណមាន10មាន20ណាអូខេមាន30អញ្ចឹងទៅអញ្ចឹងគឺវានឹងបង្កើត slide របស់យើងបែបហ្នឹងណាវានឹង generate មកហើយ
okបន្តទៀតតកតងជាមួយនឹងការប្រើប្រាស់ sheet ណាតកតងមួយ sheet នេះដូច worksheet របស់យើងនៅក្នុង Excel អញ្ចឹងណាបាទតែគាត់ថាក្នុងនេះវាមានស្រាច់ហើយប៉ុន្តែយើងប្រើនៅលើ poster គាត់ថាយើង import បញ្ចូលមកវាចេញទម្រង់បែបនេះអញ្ចឹងមេរៀនលម្អិតវានៅពេលនៅក្រោយទៀតយើងអាចបញ្ចូលទិន្នន័យនៅក្នុង sheet មួយហ្នឹងតើគេបញ្ចូលពេលនេះគាត់ថាទាញដាក់នៅលើ poster យើងឬក៏រៀនពីការស្វែងរកវាតែប៉ុណ្ណោះតើយើងចង់បាន sheet ប្រភេទណាយើងអាចធ្វើការចុចនៅលើនឹងបានតែឡែកនៅក្នុងនេះក៏យើងអាចចង់ធ្វើជា table បើ table វាជារឿងធម្មតាទេព្រោះថានៅក្នុងផ្ទាំងខិត្តប័ណ្ណរបស់យើងពេលខ្លះយើងធ្វើតារាងតម្លៃអីហ្នឹងគឺយើងអាចប្រើនេះបានណាយើងអាចប្រើ table ហើយយើងមើលមកនេះជា table របស់យើងចឹងនៅក្នុង table នេះយើងអាចរើសទម្រង់មួយណាទម្រង់សាមញ្ញធម្មតាណាយើងចង់ add វាណាយើងអាចចុចនៅលើ tray 3នេះយើងអូខេដាក់ cursor នៅទៅនឹងទៅយើងអាចចុច add ណាចង់ add column ថែមមួយ column ចង់ add row ថែម row ណាអូខេយើងអាចបរិចបរួម row column ទៅតាមនឹងបានណានេះជាការបញ្ចូល table នៅក្នុងតារាងរបស់យើងអាច select វាដាក់ពណ៌យើងគ្រាន់តែ click នៅខាងដើមមួយហើយចុច shift ឲ្យជាប់ click នៅខាងចុងមួយទៅយើងដាក់ពណ៌វាមកអញ្ចឹងយើងចង់បាន highlight អីណាអូខេសុំទោស color នេះណាអូខេដាក់នៅនេះមកអូខេប៉ុណ្ណឹងតកតងជាមួយនឹងការស្វែងរកណាការប្រើប្រាស់ grid ក៏ដូចជាការស្វែងរកវីដេអូ audio form និងការប្រើ mockup chart sheet ហើយនឹង table ជាដើមនៅក្នុង element ជាក់ម្ដងទៀតណាវីដេអូយើងនៅក្រោយទៀតយើងនឹងសិក្សាលម្អិតទៅលើវីដេអូ audio ក៏ដូចជាការប្រើប្រាស់ chart និង form និង sheet ដើម្បី link ទៅកាន់ table វាឧទាហរណ៍ថាយើងបង្កើតទិន្នន័យ form ហើយយើងនៅពេលដែលយើងបញ្ចូលទិន្នន័យនៅក្នុង form តើវាចូលទៅណាអញ្ចឹងបាទហើយនឹងការកាត់តវីដេអូកាត់តសំឡេងនៅមេរៀនក្រោយទៀត